បាទសួស្តីអ្នកគ្នាបាទឥឡូវយើងមកជួបគ្នាជាមួយនឹងមេរៀនថ្មីមួយទៀតមេរៀននេះគឺខ្ញុំធ្វើបន្ថែមទៀតដោយសារតែអ្នកដែលគាត់រៀនផ្ទាល់ហ្នឹងគាត់សំណុំពរតាក់ទងជាមួយនឹងការបង្កើតជាលក្ខណៈ promotion បែបហ្នឹងណាជាងការបង្កើតនៅ promotion ជាលក្ខណៈប្រភេទនេះយើងធ្លាប់ឃើញមានតាមកញ្ចក់ទូយើងឃើញមាន promotion បែបហ្នឹងដែរបានថាមានជាលក្ខណៈ ground របស់យើងហ្នឹងបាទកម្រាលរបស់យើងហ្នឹងផ្ទុះអញ្ចឹងមកហើយមានពាណិជ្ជកម្មឲ្យ load ចេញមកអញ្ចឹងណាអាហ្នឹងគេអាចដាក់ជាលក្ខណៈ sponsor គេហៅប្រភេទ bumper load នៅក្នុងហ្នឹងចង់និយាយថាយើងចង់ដាក់ប្រភេទអីក៏បានដែរអារូបនេះអារូប sponsor របស់យើងណាយើងចង់ដាក់ប្រភេទអីក៏បានដែរប៉ុន្តែចំណុចសំខាន់គឺតកតងជាមួយនឹងការធ្វើ explosion នេះបាទអញ្ចឹង explosion ហ្នឹងយើងត្រូវធ្វើបែបម៉េចដើម្បីវាមានលក្ខណៈផ្ទុះអញ្ចឹងយើងអាច play វាបន្តិចណាឃើញទេអញ្ចឹង explosion របស់យើងហ្នឹងវាចេញមកផ្ទុះអញ្ចឹងបាទវាផ្ទុះចេញពីក្នុងដីមកបាទហើយមួយទៀតអារូបកំប៉ុងនេះគឺខ្ញុំអត់ធ្វើវាទៀតទេក្នុងមេរៀនដែលយើងតាក់ទងការធ្វើរូបកំប៉ុងរូបអីហ្នឹងយើងចេះធ្វើហើយអាហ្នឹងយើងធ្វើមកហើយវីដេអូនេះកុំឲ្យយើងខាតនីតិគឺខ្ញុំបង្ហាញតាក់ទងជាមួយនឹងការធ្វើ explosion ហើយយើងយករូបកំប៉ុងហ្នឹងមកដាក់ animate តែម្ដងបាទអូខេឥឡូវយើងចូលទៅបង្កើត background ថ្មីមួយខ្ញុំយកពាក្យថា new បាទខ្ញុំយកពាក្យ new ហ្នឹងគឺយើង new background របស់យើងហើយបន្តមកទៀតយើងចូលទៅបង្កើត floor មួយសិនបាទយើងបង្កើត floor មួយពីក្រោមរបស់យើងនេះយើងបង្កើត floor មួយតែពេលយើងចូលទៅក្នុង cube ដើម្បីដាក់កម្រាលមួយទៀតបាទចូលទៅក្នុង cube នេះ cube របស់ខ្ញុំនេះគឺខ្ញុំបរិចវារៀងធំបន្តិចដើម្បីយើងដាក់ឲ្យវាមានផ្ទុះបាទ explosion ណាដើម្បីដាក់វាបំផ្ទុះវាគឺយើងបំផ្ទុះនៅលើcube របស់យើងហ្នឹងអញ្ចឹងយើងធ្វើការបរិចទៅលើ cube ហ្នឹងយើងបរិចកាន់តែធំគឺកាន់តែល្អមូលហេតុដែលយើងចង់បានធំគឺសម្រាប់នៅពេលដែលយើង preview វាដាក់ចូលទៅក្នុងaction set របស់យើងនេះបាទដាក់ចូលទៅក្នុង action set របស់យើងនេះវា full កុំឲ្យវា clear អេក្រង់ព្រោះនៅពេលដែលយើង render ចេញមកគឺវាជាប់នៅក្នុង action set របស់យើងនេះហើយខ្ញុំចុចទៅលើ cube នេះកន្លែងនេះខ្ញុំយកវា0បាទ0ទៅហើយនេះគឺ0ដែរបាទអញ្ចឹងយើងសេរីវាដាក់ត្រង់0ទៅដើម្បីខ្ញុំបាន anchor point នេះវា load ចំចំណុចកណ្ដាលបន្ទាប់ពីយើងបានដាក់ cube ហើយបន្តមកទៀតយើងចូលទៅក្នុង object យើងមួយទៀត object ដែលយើងត្រូវយកមកដាក់ចូលនោះគឺយើងចូលទៅក្នុង motion graph ហើយយើងជ្រើសរើសយកពាក្យថា Voronoi fracture បាទយើងយកពាក្យហ្នឹងមកយើងយកមួយហ្នឹងហើយយើងទាញ cube របស់យើងហ្នឹងយកទៅដាក់បញ្ចូលទៅក្នុង fracture របស់យើងអញ្ចឹងយើងទាញវាបញ្ចូលទៅដាក់គឺយើងគ្រាន់តែទាញវាឲ្យសញ្ញាព្រួយហ្នឹងបាញ់មកក្រោមចេះណាបាទអញ្ចឹងរួចហើយយើងចុចទៅលើពាក្យថា fracture របស់យើងហ្នឹងយើងចុចទៅលើ fracture របស់យើងហើយអ្នកនរធ្វើការ click ទៅលើ search បាទយើង click ទៅលើ search ហើយយើងយកមក tick ទៅលើ point generator របស់យើងនេះបាទយើង click ទៅលើនឹងមកត្រង់ចំណុចនេះត្រង់ចំណុចកន្លែងនេះអ្នកនរគ្នាយក point វា100បាទ point amount ណា point amount ហ្នឹងគឺយើងយកវា100ហើយបន្តមកទៀតបន្ទាប់ពីយើងបានដាក់វាហើយយើងចូលទៅក្នុង square មួយសិនបាទខ្ញុំយក square មកគូសទៅលើវាអញ្ចឹងចូលទៅក្នុង object របស់យើងហើយយើងយក square មកគូសអញ្ចឹង square នេះស្ថិតលើទំហំអ្នកនរគ្នាចង់បានទំហំប៉ុន្មានក៏ដាក់ទៅហើយ segment នេះគឺខ្ញុំដាក់វាឲ្យច្រើនតិចមកខ្ញុំយក segment ខ្ញុំយក50បាទ segment នេះគឺកាន់តែច្រើនរូបរបស់យើងនេះវាកាន់តែ smooth បាទបន្ទាប់ពីខ្ញុំដាក់ square នឹងហើយខ្ញុំចុចទៅលើ fracture របស់ខ្ញុំនេះបាទខ្ញុំចុចទៅលើ fracture នឹងហើយចុចទៅលើពាក្យ search រួចហើយយើងទាញ sphere របស់យើងនេះបាទទាញ sphere ហ្នឹងយើងមកដាក់ចូលទៅក្នុងនេះបាទទាញ sphere ហ្នឹងយើងមកដាក់ចូលពីលើហ្នឹងមកហើយយើងចុចទៅលើនឹងបាច់បាទចុចទៅលើ sphere ហ្នឹងកន្លែងនេះ creation mode យើងទាញមកក្រោមមកយើងឃើញមាន creation mode នេះយើងចុចទៅលើហ្នឹងមកយើងយកពាក្យថា volume បាទត្រង់ចំណុច volume នេះកន្លែងនេះខ្ញុំយកវាទំហំវា500ចុះតែខ្ញុំយក point amount នេះគឺខ្ញុំយកទំហំវា500អញ្ចឹងយើងដាក់លេខកាន់តែខ្ពស់កម្រិតនៃភាពបែករបស់យើងនេះវាកាន់តែខ្លាំងឲ្យយើងដែរអញ្ចឹងដល់ពេលយើងដាក់ទៅវាបែកឲ្យយើងខ្លាំងបន្តមកទៀតខ្ញុំចុចទៅលើ floor នេះបាទខ្ញុំចុចទៅលើ floor ហ្នឹងខ្ញុំមកស្ដាំទៅលើវាខ្ញុំយកពាក្យថា simulate text ហើយខ្ញុំយកពាក្យថា solidar body បាទខ្ញុំយកពាក្យថា solidar body ហើយត្រង់ចំណុចនេះបាទ collision បាទយើងចុចលើពាក្យ collision មកកន្លែង bound របស់ខ្ញុំនេះគឺខ្ញុំយកវា10ហើយត្រង់ចំណុចនេះគឺខ្ញុំយកវា250បាទខ្ញុំយកវា250តទៅមកទៀតខ្ញុំចុចទៅលើ
feature របស់ខ្ញុំនេះ mouse ស្ដាំទៅលើវាខ្ញុំយកពាក្យថា similar type ដូចគ្នាប៉ុន្តែយើងយកឲ្យលើម្ដងយើងយកពាក្យថា rigid body បាទខ្ញុំចុចទៅលើ rigid body ខ្ញុំចុចទៅលើនឹងបាច់ឬហើយយើងយកមកមើលកន្លែង force របស់យើងកន្លែង force ត្រង់កន្លែង track នេះខ្ញុំយកវា 0.5 បាទ 0.5 បន្តមកទៀតខ្ញុំយកកន្លែង collision នេះ collision កន្លែងនេះគឺខ្ញុំយកវា10ដូចគ្នាហើយកន្លែង friction នេះខ្ញុំយកវា200អូខេខ្ញុំយកវាទំហំ200បន្តមកទៀតខ្ញុំមកស្ដាំនឹងភាសាទៀតខ្ញុំមកស្ដាំទៅលើពាក្យថា friction របស់យើងនេះមកស្ដាំទៅលើវាភាសាទៀតហើយខ្ញុំយកពាក្យថា motion grab tag ហើយជ្រើសរើសយកពាក្យថា motion grab selection អូខេអញ្ចឹងដំណាក់កាលនេះគឺយើងត្រូវការផាត់ឲ្យកន្លែងណាដែលវាមានលក្ខណៈផ្ទុះឡើងអញ្ចឹងដើម្បីផាត់កន្លែងណាផ្ទុះខ្ញុំចុចទៅលើគ្នាបបើករបស់ខ្ញុំមកបរិចសំទោសគ្នាបបិទនឹងបរិចគ្នាបើកនឹងគឺបរួមអូខេគ្នាបើកគ្នាបិទលើ keyboard របស់យើងណាបាទអញ្ចឹងយើងចុចមកបរិចបរួមនេះយើងចុចបរិចបរួមទៅលើវាហើយខ្ញុំធ្វើការ select អញ្ចឹងខ្ញុំធ្វើការ select វាមកបាទ select វាបែបហ្នឹង select វាអស់មកណាយើងចង់ផ្ទុះអីធម្មតាយើងចុចវាជាប់ហើយយើង select ទៅលើវាបាទយើង select ប៉ុណ្ណឹងមកបន្តមកទៀតនៅពេលដែលយើងធ្វើការ select ហើយយើងមកចុចកន្លែងនេះវិញបាទយើងមកចុចត្រង់ចំណុច dynamic body explosion របស់យើងនេះវិញយើងចុចទៅលើនឹង point ហើយអ្នកនរគ្នាមកចុចទៅលើពាក្យថា dynamic នេះមកចុចទៅលើពាក្យថា dynamic ហើយយើងចាប់អានេះយកមកចាប់អានេះចាប់វាមកចាប់វាទាញវាយកមកទម្លាក់ចូលទៅក្នុង motion grab selection នេះណាបាទយកមកចាប់ដាក់ចូលក្នុងនឹងមកកន្លែង dynamic on នេះយកមកដាក់មកទម្លាក់ចូលទៅក្នុងនឹងអញ្ចឹងនៅពេលយើងទម្លាក់ចូលទៅក្នុងនឹងហើយយើងចូលមក play មើលសិនអូខេយើងចូលមក play ប៉ុន្តែយើងត្រូវការបិទភ្នែកអានេះមួយសិនអញ្ចឹងបិទភ្នែកអានេះអញ្ចឹងដើម្បីបិទភ្នែកវាខ្ញុំចុចទៅលើកន្លែងនេះធ្វើម៉េចឲ្យវាក្រហមអានេះខ្ញុំចុចលើវាមួយទៀតដែរចុចលើវា2ដងទៅដើម្បីវាក្រហមអញ្ចឹងយើងបិទភ្នែកចោលមកលើយើង play ណានេះ explosion យើងចេញមកអូខេនេះ explosion អញ្ចឹង explosion ហ្នឹងវាខ្លាំងឬក៏តិចអាស្រ័យទៅលើយើងដាក់អាកន្លែងនេះ motion grab selection របស់យើងអាកន្លែងយើង select គូសវាមិញណាបាទអញ្ចឹងវាតិចឬច្រើនយើងចុចកន្លែងហ្នឹងបន្តទៀតយើងចូលទៅក្នុងពាក្យថា simulate យើងចូលទៅក្នុងពាក្យថា particle ហើយយើងជ្រើសរើសយកពាក្យថា attractor បាទយើងជ្រើសរើសពាក្យ attractor ហ្នឹងកន្លែង object របស់យើងនេះយើងមកមើលកន្លែងនេះឥឡូវយើង object នេះយើងទុកសិនយើងមកមើលពាក្យថា fall up កន្លែងនេះសិន fall up កន្លែង shape នេះខ្ញុំជ្រើសរើសយករូប square បាទហើយខ្ញុំជ្រើសរើសយករូប square ហើយទំហំនេះយើងចង់បានទំហំប៉ុន្មាននេះប្រហែលយើងធ្វើការបរិចទំហំឥឡូវទីថាខ្ញុំចង់ការទំហំធំយ៉ាងហ្នឹងខ្ញុំចុចទៅលើ line នេះហើយខ្ញុំចុច C បញ្ជាប់ទៅខ្ញុំ scale វាទៅបាទខ្ញុំចុច line នេះដូចគ្នាដែរខ្ញុំ scale វាឲ្យធំយ៉ាងដែរមកអានេះគឺខ្ញុំ scale វាដូចគ្នាបាទបន្តមកទៀតខ្ញុំចូលទៅក្នុង object កន្លែងនេះខ្ញុំដាក់វាខ្ញុំដក 10000 អូខេខ្ញុំដាក់លេខគឺកាន់តែធំកម្លាំង explosion របស់ខ្ញុំគឺកាន់តែខ្លាំងដែរអានេះខ្ញុំយកវាតែ2000បានណាអូខេប៉ុណ្ណឹងហើយខ្ញុំ play វាមិនស្អាតទៀតចឹងទៅពេលយើង play មកយើងឃើញនេះឃើញទេ explosion របស់យើងវាខ្ទាតចេញទៅអានេះគឺនៅក្នុងចន្លោះហ្នឹងតោះនេះអានេះចេញមកស្អាតបាទអូខេហើយអីចឹងតកតងជាមួយនឹងការធ្វើ explosion ហ្នឹងគឺមានប៉ុណ្ណឹងបាទមានប៉ុណ្ណឹងឯងបន្តមកទៀតយើងចូលទៅទាញយករូបpromotion របស់យើងរូបកំប៉ុងបាទកំប៉ុង promotion របស់យើងយើងមកដាក់ចូលទៅក្នុងហ្នឹងអញ្ចឹងបន្តទៀតយើងចូលទៅក្នុង window នេះមួយខ្ញុំចូលទៅទាញយករូបដបរបស់ខ្ញុំរូបកំប៉ុងដែលខ្ញុំបានធ្វើហ្នឹងណាអញ្ចឹងអ្នកនរគ្នាពេលដែលយើង edit ដបនេះហើយយើងទាញរូបដបហ្នឹងយើងមកដាក់ចូលមកយើងចូលនៅក្នុងរូបដបរបស់យើងហ្នឹងយើងធ្វើការ select ទៅលើវាទៅបាទខ្ញុំធ្វើការ select ទៅលើវាហើយចូលក្នុងពាក្យថា edit ហើយខ្ញុំយកពាក្យថា copy បាទហើយតទៅទៀតខ្ញុំចូល window ម្ដងទៀតយើងចូលទៅក្នុង window យើង select ទៅលើ object ដែលយើងធ្វើនេះគឺ object background ដែលខ្ញុំធ្វើនេះដែលយើងធ្វើហ្នឹងណាហើយយើងយកពាក្យ edit មកហើយយើងយកពាក្យ path អូខេហើយខ្ញុំធ្វើការ select លើវាទាំងពីរនឹងចូលគ្នាខ្ញុំមកស្ដាំខ្ញុំដាក់វា group សិនខ្ញុំមកស្ដាំមកយកពាក្យថា group object ហើយខ្ញុំចុចលើវាពីរដងខ្ញុំដូរឈ្មោះវាសិនមកខ្ញុំដាក់ថា can អូខេ can ហ្នឹងកំប៉ុងណាអូខេបន្តមកទៀតយើងចាប់ផ្ដើមដាក់ animation នៅលើរូបកំប៉ុងរបស់យើងឥឡូវខ្ញុំ cursor របស់ខ្ញុំ play មួយសិនអញ្ចឹងវាផ្ទុះចេញមកក្នុងframe rate របស់យើងនេះបាទ key frame របស់យើងត្រឹម10បាទខ្ញុំផ្
ផ្ទុះចេញមកត្រឹមនឹងទៅទី play អូខេអញ្ចឹងវាត្រឹមនេះត្រឹម5នេះអញ្ចឹងវា start ត្រឹម5មកផ្ទុះចេញមកអញ្ចឹងខ្ញុំទាញកំប៉ុងរបស់យើងទម្លាក់ចូលទៅក្រោមសិនបាទទម្លាក់ចូលទៅក្រោមប៉ុណ្ណឹងមកអូខេរួចហើយខ្ញុំ set keyframe មួយបាទខ្ញុំ set keyframe មួយមកបន្តមកទៀតខ្ញុំផ្ទុះវាត្រឹម15នេះឲ្យកំប៉ុងហ្នឹងខ្ញុំហោះចេញមកអញ្ចឹងត្រឹម15នេះខ្ញុំចុចcursor របស់យើងទាញខ្ញុំដាក់ត្រឹម15 frame rate របស់យើងហើយខ្ញុំទាញវាមកបាទទាញវាបញ្ចេញមកឥឡូវយើងអាចសេរីចេញមកដើម្បីមើលវាបាទទាញវាបញ្ចេញប៉ុណ្ណេះបាទទាញវាបញ្ចេញប៉ុណ្ណឹងសិនហើយខ្ញុំ add keyframe មួយបាច់ហើយខ្ញុំ play មួយសិនឥឡូវខ្ញុំ play មួយសិនណានេះអូខេខ្ញុំ play វាម្ដងទៀតចង់មើលវាផ្ទុះទៅបានអូខេអញ្ចឹងវាផ្ទុះរៀងយូរជាងអញ្ចឹងខ្ញុំទាញ cursor ទាញ frame rate របស់យើងមកដាក់ខាងនេះបន្តិចហើយខ្ញុំ play វាម្សិលទៀតនេះអូខេអញ្ចឹងវាផ្ទុះចេញមកពេលវាផ្ទុះចេញមកហើយខ្ញុំទាញcursor នេះមកដាក់ត្រឹម40នេះហើយខ្ញុំទាញវាខាងលើទៀតខ្ញុំដាក់ឲ្យវាហោះខាងលើបន្តិចទៀតបាទហោះវាឡើងលើប៉ុណ្ណឹងហើយខ្ញុំ add keyframe មួយអញ្ចឹងខ្ញុំ play វាម្សិលទៀតផាច់គឺវាហោះអញ្ចឹងឃើញទេអញ្ចឹងបន្ទាប់ពីយើងបានដាក់វាហើយនៅពេលដែលវាហោះឡើងលើអញ្ចឹងហើយឲ្យវាធ្លាក់មកវិញអញ្ចឹងដើម្បីឲ្យវាធ្លាក់មកវិញខ្ញុំ add keyframe ត្រឹមនេះទីត្រឹម70នេះឲ្យវាធ្លាក់មកវិញឥឡូវទីធ្វើយកត្រឹម65បានហើយអញ្ចឹងខ្ញុំទាញវាឲ្យធ្លាក់មកវិញមកបាទទម្លាក់វាមកវិញប៉ុណ្ណឹងធ្លាក់មកវិញប៉ុណ្ណឹងហើយខ្ញុំឲ្យវារៀង rotation រៀងគ្នាអញ្ចឹងបាទប្រវល់វាប៉ុណ្ណេះហើយខ្ញុំ add keyframe សារទៀតចាំខ្ញុំ play មកអញ្ចឹងមកធ្លាក់មកវិញបាទប៉ុណ្ណឹងហើយយើងចាប់ដើមដាក់ background អញ្ចឹង background យើងហ្នឹងគឺយើងត្រូវដាក់ពណ៌ដាក់អីវាដែរអញ្ចឹង background យើងអាច search ទៅក្នុងនេះបាទ search ទៅក្នុងហ្នឹងទៅយើងដាក់ពណ៌ ground អីចឹងទៅខ្ញុំ save ground យើងជ្រើសរើសពណ៌យើងដាក់ចូលក្នុងហ្នឹងណាអញ្ចឹងខ្ញុំចុចទៅលើពណ៌ណាមួយដែលយើងចង់ដាក់តែខ្ញុំចុចអានេះទីវាខ្ញុំដាក់នេះមកបាទខ្ញុំទីវាដាក់ហ្នឹងហើយខ្ញុំចូលទៅក្នុង object របស់យើងវិញយើងទាញវាយកមកដាក់ចូលទៅក្នុងground របស់យើងអញ្ចឹង ground របស់យើងខ្ញុំដាក់ទៅលើនេះអានេះមួយនេះរូបមួយនេះណាបាទយើង play preview មើលទៅនេះអូខេមានពណ៌មានអីក្នុងហ្នឹងបាទហើយ floor នេះគឺខ្ញុំចង់ដាក់ពណ៌ខ្មៅពីក្រោមខ្ញុំដាក់វាពណ៌ខ្មៅទៅ black ខ្ញុំ save វា black មកបាទខ្ញុំ save វា black ទៅហើយយើងជ្រើសរើសពណ៌វាខ្ញុំដាក់ចូលអញ្ចឹងខ្ញុំជ្រើសរើសយក black ពណ៌មួយនេះបាទពណ៌មួយនេះក៏បានដែរខ្ញុំទីវាដាក់ចូលទៅខ្ញុំចូលទៅក្នុង object ហើយខ្ញុំទីវាចូលទៅដាក់នៅក្នុង floor របស់យើងអញ្ចឹងអានឹងហើយបាទបន្តមកទៀតយើងដាក់ពលឺយើងដាក់ line មកពលឺយើងទាញពលឺវាទៅបាទពលឺខ្ញុំដាក់ហ្នឹងមួយខ្ញុំ add line មួយទៀតខ្ញុំទាញពលឺហ្នឹងមកដាក់ផ្នែកខាងនេះមួយទៀតបាទខ្ញុំទាញវាទៅលើទៅប៉ុណ្ណេះខ្ញុំ add line មួយទៀតខ្ញុំដាក់ពលឺមកផ្នែកខាងនេះអញ្ចឹងធ្វើម៉េចឲ្យពលឺយើងហ្នឹងវាភ្លឺគ្រប់កន្លែងណាយើងភ្លឺគ្រប់កន្លែងបាទប៉ុណ្ណឹងហើយបន្តទៀតខ្ញុំ add camera អញ្ចឹង camera preset របស់ខ្ញុំចុចលើនៅនេះខ្ញុំទាញ cursor មកដាក់ចំដំបូងចេះខ្ញុំ add លើដំបូងគេនេះគឺខ្ញុំចង់ឲ្យវាសូឃើញរូបរាងធំចេះបាទសូឃើញរូបរាងធំអញ្ចឹងប៉ុណ្ណឹងហើយខ្ញុំ add keyframe មួយប៉ាច់មកហើយខ្ញុំទាញមកដល់ត្រឹមនេះឲ្យកាមេរ៉ារបស់ខ្ញុំវា zoom ទៅរៀងទូចវិញអញ្ចឹងខ្ញុំ zoom ម្នេះឲ្យវារៀងទូចបាទទូចប៉ុណ្ណឹងមកហើយខ្ញុំទាញអានេះងាកខិតក្រោមចេះបន្តិចហើយខ្ញុំសេរីឲ្យវល់ចេះបន្តិចបាទប៉ុណ្ណឹងមកហើយខ្ញុំ add keyframe មួយឥឡូវយើងអាច play បានចាំមើលប៉ាច់មកលាក់ចេះនេះអាហ្នឹងតកតងជាមួយនឹង preset camera ស្ថិតលើអ្នកនរគ្នាចង់ប្រើវាយើងចង់ប្រើប្រភេទបែបម៉េចក៏បានដែរអាស្រ័យទៅលើយើងកំណត់វាទេអ្វីដែលជាចំណុចសំខាន់គឺយើងប្រើប្រាស់ជាមួយនឹង explosion របស់យើងនេះតែយើងប្រើប្រាស់ជាមួយនឹង explosion ហ្នឹងយើងធ្វើបែបម៉េចទើបចេញ explosion ហ្នឹងបានអូខេអញ្ចឹងក្នុងមេរៀននេះគឺមានប៉ុណ្ណឹងឯងចុងក្រោយគឺខ្ញុំរៀងលឿនបន្តិចតកតងជាមួយនឹងការប្រើប្រាស់ភ្លើងព្រោះក្នុងមេរៀនផ្សេងៗគឺមានការបង្ហាញជាមួយនឹងការប្រើប្រាស់ភ្លើងអញ្ចឹងអត់ជាបញ្ហាទេជាមួយនឹងការប្រើហើយ color ដូចគ្នាដែរអត់មានជាបញ្ហាជាមួយនឹងការប្រើប្រាស់ color ទេក្នុងមេរៀននេះចំណុចសំខាន់គឺការប្រើប្រាស់ជាមួយនឹង explosion ហើយនឹង animate ទៅលើរូប promotion របស់យើងនេះអូខេអញ្ចឹងជួបគ្នាជាមួយនឹងមេរៀនផ្សេងទៀតបើសិនជាមានករណី update ទៀតគឺខ្ញុំនឹងបង្ហាញជូនដល់អ្នកទាំងអស់គ្នាហើយបើសិនជាមានបញ្ហាអាចឆាតមកសួរខ្ញុំបានអរគុណ